ធ្វើទឹកក្បងវិចនំមុនដំបូងយើងយកស្លឹកចេកងាប់យកមកដុតហើយទើបយើងកើបមកត្រងនេះមុនដំបូងយើងយកស្លឹកចេកងាប់មកដុតឲ្យคล้ายទៅជាផេះបន្ទាប់មកយើងយកមកត្រងយកមកលាងហើយយើងត្រងវាដើម្បីយកធ្វើជាទឹកក្បងសម្រាប់វិចនំទឹកក្បងដែលទិញនៅផ្សារជួនកាលធ្វើទៅអត់សូវមានឲ្យជារសដូច្នេះហើយក៏យាយអ៊ំដែលគាត់ធ្លាប់ធ្វើហ្នឹងគាត់ធ្វើទឹកក្បងដោយខ្លួនឯងដើម្បីយកមកវិចនំថ្ងៃរៀបមង្គលការចូលរោងស្អែកថ្ងៃទី17 18 19រយៈពេល3ថ្ងៃអញ្ចឹងត្រៀមទុកឲ្យហើយស្រេចសម្រាប់វិចនំត្រងតិចមិនសូវជាខុសគ្នាអំពីការត្រងយកទឹកត្រីទេ